ក្មេងប្រុសម្នាក់នេះទើបតែដើរចូលក្នុងផ្ទះអ្នកបម្រើក៏ប្រញាប់អោនគោរពគាត់ភ្លាមឃើញគាត់សម្លឹងមើលឱកាសល្អក៏ជិះដៃទៅពីរំភាមិនឲ្យខាតពេលសំបីតែ1វិនាទីស្បាច់ជើងនៅនឹងជើងរបស់គាត់ត្រូវបានដោះចេញយ៉ាងល្អឥតខ្ចោះទស្សនវិជ្ជាដែលមើលទៅហាក់ដូចជាធម្មតាមួយនេះតែវាធ្វើឲ្យមិត្តស្រីដែលមកពីត្រកូលក្រឹតញាប់ឲ្យយ៉ាងខ្លាំងមានមិនដឹងទេថានៅក្នុងខ្លួនរបស់ក្មេងប្រុសនេះមានរលឹងរាប់ពាន់ឆ្នាំតាមពិតទៅកាលពីជាតិមុនគាត់គឺជាព្រះសង្ឃជាប់ខ្ពស់ដែលបានជួបប្រជាជនតែនៅពេលដែលគាត់ចិត្តខ្លាយជាព្រះគាត់ក៏ត្រូវបានរន្ទះបាញ់មួយប្រព្រឹត្តនៃគាត់ក៏បានចាប់ចិត្តនៅក្នុងគ្រួសារស៊ូដើម្បីស្ដារធម្មពលវិទ្យមុនពីជាតិមុនក្មេងប្រុសនេះបានហាត់រៀនតាំងពីតូចរហូតដល់8ឆ្នាំក្រោយទើបអាចនិយាយបានពេលនោះធម្មពលវិទ្យមុនក៏នឹងត្រូវបានស្ដារឡើងវិញតែនេះធ្វើឲ្យគ្រួសារស៊ូគិតថាគាត់ជាមនុស្សកោហើយស្អប់គាត់កោពីកំណើតទុកឯងនៅក្នុងគ្រួសារស៊ូមានតែធ្វើឲ្យគាត់ឈ្មោះដើម្បីកេរឈ្មោះគ្រួសារពួកគេដាច់ចិត្តបោះបង់ម្ដាយនិងកូនចោលចំណែកឪពុករបស់ក្មេងប្រុសក៏មិនហ៊ានទៅវត្តដោយសារតែភាពកំសត់ចុងក្រោយម្ដាយនិងកូនត្រូវរស់នៅពឹងឯកលើគ្នារហូតដល់ស្ត្រីនោះជឿសប្តិក៏គ្មានអ្នកណាខ្វល់ឥឡូវនេះ7ឆ្នាំក្រោយពួកគេក៏ហាក់ក្មេងប្រុសនោះត្រឡប់មកវិញមើលទៅដូចជាមិនអាចកាត់ផ្ដាច់ឈាមជ័រតែតាមពិតគឺដើម្បីនៅក្នុងពិធីខួបកំណើតរបស់ស្ដេចជីណានៅពីថ្ងៃក្រោយដើម្បីជៀសវាងពីបទល្មើសបោកប្រាស់ស្ដេចតែពួកគេមិនដឹងទេថាក្មេងប្រុសនេះបានដឹងរឿងទាំងអស់នេះរួចហើយមូលហេតុដែលគាត់ត្រឡប់មកគ្រួសារស៊ូវិញគឺដើម្បីទាមទារយុត្តិធម៌ឲ្យម្ដាយរបស់គាត់នេះខ្ញុំចង់មកគ្រួសារស៊ូឲ្យពួកឯងទៅមុខភ្នូររបស់គាត់ក្រាបសំពះតែគ្រាន់តែគាត់ចូលមកដល់ក្នុងផ្ទះក៏មិនត្រូវបានអ្នកផ្ទះស្វាគមន៍ត្រូវបងប្រុសស្អប់និយាយថាគាត់ជាក្មេងពេកផ្សេងមកពីជនបទដែលសូម្បីតែនិយាយក៏មិនចេះមិនស័ក្តិសមនឹងទទួលស្គាល់គាត់ជាបងប្អូនមានតែលោកតាប៉ុណ្ណោះដែលធ្វើពិតជាចិត្តល្អបន្ទាប់មកដោយខ្លាចក្មេងប្រុសនេះធ្វើឲ្យគាត់ខ្មាស់គេនៅក្នុងពិធីខួបកំណើតលោកតាក៏រៀបចំរកគ្រូឲ្យក្មេងប្រុសនេះដើម្បីបង្រៀនអក្សរសាស្ត្រតែនេះធ្វើឲ្យក្មេងប្រុសនេះខឹងយ៉ាងខ្លាំងគាត់ក៏ងាកក្បាលហើយសរសេរអក្សរ3 4តួឲ្យពួកគេគួចខ្យងធ្លាក់ចូលក្នុងធុជ្រូកបិសាចគ្មានភ្នែកបែរជាសាច់ចំអកពេលឃើញពាក្យទាំងនេះអ្នកទាំងអស់គ្នាក៏គាំងមានតែលោកតាប៉ុណ្ណោះដែលមើលឃើញពាក្យអត្ថន័យរបស់វាបន្ទាប់មកគាត់ក៏នឹកឃើញដល់ពាក្យដែលម្ដាយរបស់គាត់ធ្លាប់និយាយប្រាប់គាត់ទើបគាត់ដឹងថាក្មេងប្រុសនេះមិនធម្មតាស៊ូយុនតន់គាត់មិនទាន់ដល់10ឆ្នាំផងឬមួយក៏គាត់គឺជាមនុស្សដែលរាប់ពាន់ឆ្នាំទឹកមានម្នាក់កូនគីលីនដើម្បីឆាប់ហាត់រៀនឲ្យបានសម្រេចក្មេងប្រុសនេះក៏ចាប់ផ្ដើមហាត់នៅយប់នោះមិននឹកស្មានថាគាត់បានរកយកថាពលវិញ្ញាណទាំងអស់ក្នុងរង្វង់20ម៉ៃល៍នេះធ្វើឲ្យអ្នកហាត់រៀននៅភ្នំលីងយួនដែលនៅឆ្ងាយក៏មានការភ័យខ្លាចសូម្បីតែស្ទើរតែឈួតពួកគេក៏រាន់មកថាគ្រូសាស៊ូមានអ្នកកាំងពូកែតើជាអ្នកណាទៅនៅចំពោះមុខអ្នកខ្លាំងបែបនេះគួរឲ្យខ្លាចណាស់ខ្ញុំក៏មិនហ៊ានទៅលេងផ្ដេសផ្ដាសដែរក៏មិនហ៊ានទៅមើលដែរពួកយើងនឹងទទួលជាសិស្សខ្ញុំយល់ព្រមយកតំណែងស្ដេចមកដូរមួយប៉ព្រិចភ្នែកក៏ដល់ថ្ងៃទី2គ្រូដែលលោកតាអញ្ជើញមករៀបចំបង្រៀនអក្សរសាស្ត្រឲ្យក្មេងប្រុសនេះមិននឹកស្មានថាគាត់ត្រូវចាញ់អក្សរដែលក្មេងប្រុសនេះសរសេរសូម្បីតែចង់សុំធ្វើជាសិស្សលោកគ្រូសូមទទួលការគោរពពីខ្ញុំលោកគ្រូសូមទទួលការគោរពពីខ្ញុំស៊ូយុនតន់ចាប់ពីថ្ងៃស្អែកទៅឈ្មោះរបស់ហែងពិធីខួបកំណើតរបស់ស្ដេចជីនណានឯងត្រូវតែមកណាឈ្មោះថាវៃស៊ីហៃឬមួយក៏ក្នុងពិធីខួបកំណើតរបស់ស្ដេចជីនណានគាត់នឹងបញ្ចេញសមត្ថភាពមែនទេពេលឮលោកគ្រូនិយាយបែបនេះលោកតាដែលមានការសង្ស័យក៏មកបន្ទប់អានសៀវភៅពេលគាត់មើលឃើញអក្សរដែលក្មេងប្រុសនេះសរសេរគាត់ក៏ញាក់ឲ្យយ៉ាងខ្លាំងភ្លាមនោះគាត់ក៏រៀបចំឲ្យគាត់ទៅជំនួសបងប្រុសដើម្បីយកមុខមាត់ឲ្យគ្រូសាស៊ូតែគាត់មិនដឹងទេថាក្រោយយប់នេះក្មេងប្រុសនេះនឹងហាត់រៀនបានសម្រេចហើយគាត់ក៏នឹងទាមទារយុត្តិធម៌ឲ្យម្ដាយរបស់គាត់នៅក្នុងពិធីខួបកំណើតរបស់ស្ដេចជីនណានចប់ហើយផ្កាទាំង3ប្រមូលផ្ដុំធម្មពលខ្លាំងក្លាទំលុះហើយទើបតែ10ឆ្នាំសោះក៏ឈានដល់កម្រិតការទាំង3ប្រមូលផ្ដុំទើបតែ10ឆ្នាំសោះក៏ឈានដល់កម្រិតកម្ពស់ពីជាតិមុនថ្ងៃស្អែកឲ្យពួកគេមើលពីព្រះសង្ឃបិសាចនោះត្រឡប់មកវិញហើយអមតពុទ្ធយន្តតនពិធីខួបកំណើតថ្ងៃនេះគ្រាន់តែជាការចូលរួមធម្មតាទេការប្រកួតប្រជែងរវាងគ្រួសារនីមួយទើបជារឿងសំខាន់បើមិនខុសពីការរំពឹងទុកទេបងប្រុសជីដូនមួយរបស់ឯងផឹងយៀនថ្ងៃនេះនឹងធ្វើឲ្យគេភ្ញាក់ផ្អើលខំរៀន10ឆ្នាំថ្ងៃអនាគតក្រោយពេលលោកតារបស់ឯងចូលនិវត្តន៍ផឹងយៀននឹងក្លាយជាអ្នកដឹកនាំគ្រួសារស៊ូតែឯងគឺជាចៅប្រុសច្បងរបស់គ្រួសារស៊ូគ្រួសារពូទី2របស់ឯងខ្លាចក្រោយពេលបងប្រុសជីដូនមួយរបស់ឯងខ្លាចជាមេគ្រួសារនឹងរកវិធីដេញឯងចេញលុះត្រាតែឯងអាចទទួលបានការទទួលស្គាល់ពីសេចក្ដីណានប៉ុន្តែវាមិនអាចទៅរួចទេប៉ាមិនចង់ឲ្យឯងត្រូវគេដេញចេញទៀតទេត្រូវរស់នៅលំបាកទៀតទេដើម្បីថ្ងៃនេះប៉ាបានរៀបចំផែនការឲ្យឯងយូរហើយឯងស្ដាប់ប៉ាម្ដងទៅបានទេចាប់ពីថ្ងៃនេះទៅឯងត្រូវបន្ទាបខ្លួនដើរតាមក្រោយបងប្រុសជីដូនមួយរបស់ឯងធ្វើខ្លួនជាកូនចៅដ៏ទាបទុចម្នាក់ថ្ងៃនេះអ្នកដែលគេជួបសុទ្ធតែជាអ្នកប្រាជ្ញសូម្បីតែអាចត្រូវបានសេចក្ដីណាទទួលជួបឯងដើរតាមក្រោយគេសាច់អីខ្ញុំស៊ូយន្តតន់មួយជីវិតនេះមិនចាញ់អ្នកណាទេមិនក៏ឯងមិនស្ដាប់បង្គាប់ចឹងខ្ញុំស៊ូយន្តតន់មួយជីវិតនេះមិនចាញ់អ្នកណាទេឯងចេះនិយាយមិនមែនក៏ទេមែនខ្ញុំមិនមែនទេ
Anh trong thưa ấy. Của anh. Chập ní nâng đâng hỏi. Mê cru sa vàng. Xoa cùng. Đi cử. Nẹ chùm nón cao đổ bọc cru sa vàng. Quang Vinh Trinh trừ. Lười chmu dù hỏi. Ai đọc ram ấy chăm có miên chmu bắt sầm đến không vì sai ạ sao sa. Sâu mạnh trơn trồ. Anh trong nì dậy thả. Chào proch bong đổ bọc cru sa su. Stop chùm niên. Này sơ lập bạ. Hỏi. Ai đọc năm có che an dịp hờ tràn. Xong bấy tại anh có prong cho chàng. Ất bạc cọt mèn. Tập năm. Chập đam riêng tăng tin nâng nông pu mà đại. Có mình ai tơ rụt đài. Qua nẹp xanh tập nhông bẹp nì. Nhông có mình chừa đài. Tại anh nì dậy. Nhông bất chia sọc đài nè. Mình chết nì dậy. Cú ở đài nè. Chỉ lao hơi sân bằng chinh chư một đò. Quần ái sách china có yột đắp bịa so ra đài. Và khmei rồi bọc crusa su nu. Bất chia mà nu pu cai mèn. Có cú tay một đò hỏi. Quang chinh chư để ai chốt nông sai so ra rồi bọc đa xin nơi này à cụt. Rất đài mình bắn ca rồi bọc nhông một đò hỏi. Rất sông cô rục lục cửu. Khmei chùm ngón coi sông cột lục su lục lì. Sụp hiếp bồ rò. Cử. Miên à ta chợt lọ nè. Sơ má chất crusa su tiếng o một đò. Mày chắc vì thi một đò hỏi. Tỏ. Nông nhông tranh tơ từ tu bẩn tịch. Nhông trong mơ thà khmei ni. Pu caiយ៉ាងណា លោកជី លោកស៊ូ លោកលី មិនក៏អ្នកប្រាជ្ញទាំង3ចេញមកព្រះអើយមិននឹកស្មានថាជាអ្នកប្រាជ្ញទាំង3គូតែអ្នកប្រាជ្ញចេញមកទទួលផ្ទាល់គ្រូសាស៊ូមានមុខមាត់ធំណាស់គ្រូសាស៊ូមានតែស៊ូផឹងយានទេគេគ្រាន់តែជាមនុស្សងងម្នាក់ទទួលអ្នកណាគ្រូសាស៊ូក្រៅពីស៊ូផឹងយានគេជាមនុស្សងងផឹងយានមិនមិនឆាប់ទៅគោរពអ្នកប្រាជ្ញទាំង3សូមគោរពអ្នកប្រាជ្ញទាំង3នេះជារឿងតូចតាចថយចេញកុំបាំងពួកយើងមើលមនុស្សពូកែមនុស្សពូកែគ្រូសាស៊ូរបស់ខ្ញុំក្រៅពីផឹងយានមានមនុស្សពូកែណាខ្ញុំប្រាប់ហើយស៊ូយន្តន់ឈ្មោះរបស់ហែងនឹងល្បីពេញដាស៊ីមនុស្សកោឆាងរួយមិនក៏ពួកគេហៅពួកយើងមិនដឹងទេតោះពួកយើងទៅមុនឈ្មោះរបស់ស៊ូផឹងយានល្បីម្លេះអ្នកប្រាជ្ញទាំង3របស់ដាស៊ីនាំគ្រួសារអ្នកមានច្រើនម្លេះមកទទួលខ្ញុំព្រមគ្នាលើកនេះសាច់ញាតិរបស់ស្ដេចជីនណាន់ក៏រៀបការហើយលោកគ្រូក្នុងចិត្តខ្ញុំមានអារម្មណ៍ថាខ្ញុំក៏មានអារម្មណ៍ថាលោកគ្រូខ្ញុំមានអារម្មណ៍ថាក្លិនរបស់អ្នកខ្លាំងនោះកាន់តែចិត្តពួកយើងហើយស្ដេចលោកចាងម៉េចគ្រូសាសុំដល់ហើយលោកគ្រូជីនាំអ្នកប្រាជ្ញ2នាក់ចេញទៅទទួលផ្ទាល់អ្នកផ្សេងទៀតក៏ដើរតាមទៅដែរគ្រូសាស៊ូចុះពួកយើងក៏ទៅមើលដែរទៅលោកជីលោកចាងលោកលីពួកលោកធ្វើឲ្យខ្ញុំពិបាកហើយថយចេញមិនដឹងទេមកដល់ហើយនេះគឺស៊ូយន្តន់ពិតជាមានអត្តចរិតដូចអ្នកប្រាជ្ញសម័យមុនមែនពិតជាមានអត្តចរិតមិនធម្មតាមែនស៊ូយន្តន់ទៅជាកូនដែលគ្រូសាស៊ូបោះបង់ចោលស៊ូយន្តន់ទៅជាមនុស្សកោចៅប្រុសកោស៊ូយន្តន់ទទួលយន្តន់ចាំអញយូរហើយមេគ្រូសាស៊ូសូមគោរពស្ដេចក្រោកឡើងមិនចេះក្បាច់គុណឯងធ្វើអីមិនចេះក្បាច់គុណចប់ហើយនេះជាការមិនគោរពចង់សម្រាប់គ្រូសាស៊ូយើងមែនទេស្ដេចជីនណានចុចខាងក្រោមដើម្បីទស្សនាភាពពេញចុចខាងក្រោមដើម្បីទស្សនាភាពពេញ